អនុញ្ញាតលំអរកាយគោរពជម្រាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាប្រិមិត្តទូទាំងនិកជនដែលកំពុងតែតាមដានស្ដាប់និងទស្សនាជាមួយនឹងការផ្សាយរបស់ស្ថានីយ៍វិទ្យុជាតិ FM 98.50 MHz ដែលកំពុងតែដំណើរការផ្សាយសម្លេងចេញពីទឹកដីក្រុងនិងខេត្តពោធិ៍សាត់ជាទីគោរពរាប់អានក៏សូមអនុញ្ញាតជម្រាបសួរទៅកាន់បងប្អូនដែលកំពុងទស្សនាផ្ទាល់តាមរយៈការផ្សាយផ្ទាល់ពី page ផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជាខេត្តពោធិ៍សាត់page របស់វិទ្យុជាតិបាទខេត្តពោធិ៍សាត់និង page របស់មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ផងដែរជួបគ្នាសាជាថ្មីនៅក្នុងនេតិព្រឹត្តិការណ៍ព័ត៌មានពេលព្រឹកបាទរៀងរាល់ព្រឹកចន្លោះម៉ោង 7 រហូតដល់ម៉ោង 8លោកស្រីនាងកញ្ញាបាទជួបខ្ញុំបាទកំលីនកញ្ញានីយ៉ានរួមជាមួយនឹងលោកស្រីសុខុនរៀងរាល់ព្រឹកតែម្ដងបាទជាស្អីរៀងរាល់ព្រឹកថ្ងៃច័ន្ទនិងថ្ងៃអង្គារបាទមិនមែនរាល់ព្រឹកតែម្ដងពេញមួយសប្តាហ៍ទេក៏ព្រោះដោយសារតែថ្ងៃច័ន្ទនិងថ្ងៃអង្គារបងប្អូនយើងជួបខ្ញុំបាទកំលីនកញ្ញាយ៉ានហើយរួមជាមួយនឹងលោកស្រីសុខុនដោយឡែកថ្ងៃពុធថ្ងៃពហុយើងមានក្រុមការងារយើងលោកនឹងបន្តជំរាបជូនអត្ថាធិប្បាយនៅអត្ថបទព័ត៌មានតាមវេនីមួយហើយនៅវេលាព្រឹកដ៏មនោរម្យជាព្រឹកថ្ងៃដើមសប្តាហ៍សង្ឃឹមនឹងជឿជាក់ថាលោកស្រីនាងកញ្ញាបងប្អូនអ្នកស្ដាប់ក៏ដូចជាទូទាំងនិកជនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តនិងក្រុងក៏ដូចជាប្រជាជនកម្ពុជាទាំងមូលទទួលបាននូវសេចក្តីសុខសប្បាយរីករាយហើយការប្រកបនៅកិច្ចការងារការធ្វើដំណើរបំពេញនៅការងារឬក៏រៀនសូត្របាទរបស់បងប្អូនយើងសូមទទួលបាននៅសុវត្ថិភាពទាំងផ្លូវទៅនិងផ្លូវត្រឡប់មកវិញថ្ងៃនេះបន្ទាប់ពីសម្រាប់ថ្ងៃសៅរ៍ថ្ងៃអាទិត្យយើងបានត្រឡប់មកវិញជាមួយនឹងព្រឹត្តិការណ៍ព័ត៌មានជាច្រើនបាទដែលកើតមាននៅក្នុងប្រទេសកម្ពុជារបស់យើងដែលយើងនឹងរំលេចជូនបាទក្នុងនោះមានព័ត៌មានឋានៈដឹកនាំព័ត៌មានសន្តិសុខសង្គមចរាចរណ៍គ្រឿងញៀននិងរឿងរ៉ាវព័ត៌មានក្នុងខេត្តមួយចំនួនដើម្បីជំរាបជូនទៅកាន់បងប្អូនអ្នកស្ដាប់របស់យើងបាទហើយដៃគូរបស់ខ្ញុំបាទក៏ជឿជាក់ថាសុខសប្បាយដូចគ្នាពីព្រោះដោយសារតែមើលទៅតាមទឹកមុខគឺថារលោងចែងចាំងជាពិសេសលោកស្រីសខុនបាទគឺថាភ្លឺរលោងបាទគេហៅថាថ្ពាល់នេះរលោងដូចគេខាត់សមោយតែហ៊ានវាមិនប្រយ័ត្នល្បេះជើងបាត់ធ្លាក់ចុះដល់ដីតែម្ដងបាទអញ្ចឹងដឹងតែសុខហើយលោកស្រីណាបាទចាអរគុណច្រើនលោកកំលីនសុខសប្បាយធម្មតាទេចាបាទអរគុណហើយអញ្ចឹងជាកិច្ចចាប់ផ្ដើមដើម្បីកុំឲ្យប្រិមត្តយើងតឹងរងចាំយូរដោយសារព័ត៌មានយើងថ្ងៃនេះក៏ឃើញថាម្នាក់ហ្នឹងមានដូចជាច្រើនដែរបាទអញ្ចឹងសូមបកគោលទូនីតិនៃការអត្ថាធិប្បាយជូននៅអត្ថបទដំបូងទៅកាន់កញ្ញានីយ៉ានតែម្ដងបាទសម្រាប់ការចាប់ផ្ដើមសូមជឿកញ្ញាបាទចាព័ត៌មានដំបូងនេះគឺលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតជួបសំណេះសំណាលជាមួយសមាជិកសមាជិកសមាគមកាយរដ្ឋកម្ពុជាសាខាខេត្តសៀមរាបលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអគ្គស្នងការសមាគមកាយរដ្ឋនារីកម្ពុជានៅរសៀលថ្ងៃទី14ខែមិនិនាឆ្នាំ2026បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាសមាគមកាយរដ្ឋនារីកម្ពុជាសាខាខេត្តសៀមរាបថ្លែងក្នុងពិធីសំណេះសំណាលលោកជំទាវបណ្ឌិតបានបង្ហាញនៅអារម្មណ៍រំភើបរីករាយចំពោះកុមារីយុវតីសមាជិកាសមាគមកាយរដ្ឋនារីកម្ពុជាសាខាខេត្តសៀមរាបដែលបានរីកចម្រើនផ្នែកចំណេះវិជ្ជាប្រាជ្ញាស្មារតីរួមទាំងមានក្រមសីលធម៌មានសមត្ថភាពពេញលេញនិងមានភាពជឿជាក់លើខ្លួនឯងក្រោយពីទទួលបានការបណ្ដុះបណ្ដាលតាមរយៈកម្មវិធីផ្សេងៗពីសមាគមក្នុងរយៈពេល4ឆ្នាំកន្លងមករួមជាមួយនឹងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សមាគមកាយរដ្ឋនារីកម្ពុជាសាខាខេត្តសៀមរាបគ្រូបង្គោលសមាជិកគាំទ្រនិងអាជ្ញាធរមូលដ្ឋានដែលបានសហការនិងគាំទ្រដល់សកម្មភាពរបស់សមាគមកាយរដ្ឋនារីកម្ពុជានិងបានដឹកនាំកូនរៀបចំស្បៀងអាហារដាំបន្លែផ្សេងៗក្នុងចលនាយើងរួមគ្នាដើម្បីជាតិជូនវរៈកងទ័ពប្រជាពលរដ្ឋភិក្ខុឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិតក៏បានរំលេចបន្ថែមអំពីការរៀបចំមហាសន្និបាតកាយរដ្ឋនារីពិភពលោកលើកទី39និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី42របស់សមាគម OBPS ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅលើទឹកដីអង្គរដ៏អស្ចារ្យនៃខេត្តសៀមរាបហើយមហាសន្និបាតនេះនឹងធ្វើឡើងនៅខែមិថុនាឆ្នាំ2026ខាងមុខនេះ
សម្រាប់មហាសន្និបាតនេះនឹងមានវត្តមានសមាភិប WAGGS និងសមាគម OBPS មកពីទ្វីបទាំង5ដែលសមាជិកជាង150ប្រទេសចូលរួម ដល់ឡែកយើងក៏លេខមកឯខេត្តពោធិ៍សាត់របស់យើងឯនេះវិញឯកឧត្តមបណ្ឌិតប្រាំងជលសាបានជំរុញឲ្យអ្នករត់ម៉ូតូឌុបនិងតាក់ស៊ីក្នុងស្រុកកណ្ដៀងនិងស្រុកក្រកោរួចរាន់ចុះឈ្មោះចូលរួមជាសមាជិកសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីទទួលបាននូវការគាំពារពីរាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិតប្រាំងជលសាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រកោនិងស្រុកកណ្ដៀងនាថ្ងៃទី15ខែមីនាឆ្នាំ2026បានជំរុញឲ្យបងប្អូនអ្នករត់ម៉ូតូឌុបនិងតាក់ស៊ីក្នុងស្រុកកណ្ដៀងនិងស្រុកក្រកោរួចរាន់ចុះឈ្មោះចូលរួមជាសមាជិកសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីចូលរួមទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលបាទអចិស័យទទួលបានការគាំពារពីរាជរដ្ឋាភិបាលដែលនេះគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការការពារសិទ្ធិនិងអត្ថប្រយោជន៍របស់បងប្អូនក្នុងវិជ្ជាជីវៈនេះលោកបណ្ឌិតក៏បានជំរុញបែបនេះក្នុងស្នាក់ការគណៈបកស្រុកកណ្ដៀងបាននឹងស្នាក់ការគណៈបកស្រុកក្រកោក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយនឹងបងប្អូនគ្រួសារម៉ូតូឌុបនិងអ្នករត់តាក់ស៊ីទាំងពីរស្រុកចំនួន625នាក់ដោយបានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានឃុំអាជ្ញាធរស្រុកនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទានថ្លែងនៅក្នុងឱកាសនោះលោកបណ្ឌិតប្រាំងជលសាបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់ឯកឧត្តមកែវរតនៈរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជានិច្ចកាលថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូននៅតាមមូលដ្ឋានឯកឧត្តមបណ្ឌិតបានលើកឡើងអំពីស្ថានភាពដ៏ស្មុគស្មាញនៃសង្គ្រាមនៅតំបន់មធ្យមបូព៌ាដែលជំរុញកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចសកលទោះបីជាយ៉ាងនេះក្តីក្រោមការដឹកនាំដ៏ឆ្លៀវវៃរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជារាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់មិនឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃហួសហេតុសម្ដៅធានានិរន្តរភាពជីវភាពរបស់ប្រជាពលរដ្ឋជាមួយគ្នានេះលោកក៏បានស្នើឲ្យបងប្អូនទាំងអស់ចូលរួមផ្សព្វផ្សាយនិងប្រើប្រាស់ប្រេងដោយសន្សំសំចៃដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយនៅក្នុងគ្រួសារនិងសង្គមពាក់ព័ន្ធទៅនឹងបញ្ហាចំនួនព្រំដែនកម្ពុជាថៃលោកក៏បានបញ្ជាក់យ៉ាងច្បាស់ថាបើទោះបីជាភាគីថៃតែងតែបង្ហាញមហិច្ឆតាចង់បានដីខ្មែរគ្រប់ពេលវេលាក៏ដោយប៉ុន្តែកម្ពុជាបានរក្សាជំហរច្បាស់លាស់និងមានយន្តការដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីនិងតាមច្បាប់អន្តរជាតិហើយយើងទាំងអស់គ្នាបានបដិញ្ញាចិត្តថាត្រូវរួមគ្នាការពារអធិបតេយ្យភាពជាតិឲ្យបានរឹងមាំឯកឧត្តមបណ្ឌិតក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាជំនឿចិត្តយ៉ាងមុតមាំនិងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាំងឡាយណាដែលប្រឈមនៅក្នុងកាលៈទេសៈណាក៏ដោយសូមបួងសួងឲ្យសង្គ្រាមនិងចំនួននានានៅក្នុងតំបន់មជ្ឈិមបូព៌ានិងបញ្ហាព្រំដែនកម្ពុជាថៃឈានទៅរកការបញ្ចប់ដោយសន្តិវិធីនៅក្នុងពេលឆាប់ៗដើម្បីសេចក្តីសុខសាន្តរបស់មនុស្សជាតិនិងការអភិវឌ្ឍជាតិមាតុភូមិរបស់យើងជាងកលេចមើលឯខេត្តបន្ទាយមានជ័យវិញម្ដងក្រសួងសុខាភិបាលរកឃើញជំងឺផ្ដាសាយបាក់សីលើស្ត្រីអាយុ45ឆ្នាំនៅខេត្តបន្ទាយមានជ័យក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីជំងឺផ្ដាសាយបាក់សីលើស្ត្រីអាយុ45ឆ្នាំដែលមានទីលំនៅនៅក្នុងភូមិរពៈឃុំស្នួរមានជ័យស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបន្ទាប់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈបានប្រកាសមានវិជ្ជមានវីរុសផ្ដាសាយបាក់សីប្រភេទ H5N1 នៅថ្ងៃទី14ខែមីនាឆ្នាំ2026យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីករណីជំងឺផ្ដាសាយបាក់សីលើស្ត្រីអាយុ45ឆ្នាំចុះថ្ងៃទី15ខែមីនាបានឲ្យដឹងថានៅថ្ងៃទី14ខែមីនាដដែលអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលដោយឡែកនៅមន្ទីរពេទ្យនិងទទួលការព្យាបាលដោយឱសថតាមីនហ្គោ
ព្រមទាំងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យតាមការសាកសួរបានបង្ហាញថាអ្នកជំងឺបានចិញ្ចឹមមាន់និងទាកាប៉ាដែលក្នុងនោះមានមាន់ឈឺនិងងាប់មួយចំនួន3ថ្ងៃមុនពេលរកឃើញវិជ្ជមានគាត់បានប៉ះពាល់មាន់ងាប់នោះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបាននឹងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនៅជំងឺផ្ដាសាយបាក់សីនិងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនិងពិធីសាបច្ចេកទេសវិស្វករប្រភពចម្លងទាំងលើសត្វនិងមនុស្សនិងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាមីនហ្គោដល់អ្នកប៉ះពាល់ជិតស្និទ្ធនិងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើក្រសួងសុខាភិបាលសូមក្រើនរំលឹកសារជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបាក់សីជានិច្ចពីព្រោះជំងឺផ្ដាសាយបាក់សីH5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋហើយក៏សូមជម្រាបថាប្រសិនបើមានការៈក្តៅខ្លួនក្អួតហូរសម្បោរឬពិបាកដកដង្ហើមនិងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬងាប់ក្នុងអំឡុង14ថ្ងៃមុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញាសូមកុំទៅជួបជុំឬទីប្រជុំជនដែលមានមនុស្សច្រើននិងត្រូវស្វែងរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ជៀសវាងការពារពេលធ្វើឲ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុដោយឡែកក្រសួងកសិកម្មចាត់វិធានការអន្តរាគមន៍បន្ទាប់ចំនួន2ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាកសិករជុំវិញផលប៉ះពាល់នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាមកលើវិស័យកសិកម្មអាយដាមខឹមហ្វីណង់អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនាថ្ងៃទី15ខែមិនិនាឆ្នាំ2026នេះបានគូសបញ្ជាក់ថាក្រសួងបានចាត់វិធានការអន្តរាគមន៍បន្ទាប់ចំនួន2ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាកសិករជុំវិញផលប៉ះពាល់នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាមកលើវិស័យកសិកម្មជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈមន្ត្រីជាន់ខ្ពស់ខាងលើបានសម្រេចថាវិធានការអន្តរាគមន៍ទី1ពាក់ព័ន្ធនឹងបញ្ហាប្រេងនិងឧស្ម័នឥន្ធនៈឯកឧត្តមរដ្ឋមន្ត្រីបានពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលនិងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្បីរួមគ្នាជួយធានាការផ្គត់ផ្គង់ប្រេងគាំទ្រដល់វិស័យកសិកម្មទន្ទឹមនេះក្រសួងបានចេញសេចក្តីណែនាំដល់មន្ទីរកសិកម្មគ្រប់ខេត្តក្រុងទាំងអស់ឲ្យតាមដានយកចិត្តទុកដាក់លើស្ថានភាពជាក់ស្ដែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួននិងសហការជាមួយមន្ទីររ៉ែនិងធម្មពលក៏ដូចជាមន្ទីរពាណិជ្ជកម្មដើម្បីផ្ដល់ការអន្តរាគមន៍ភ្លាមបើមានការឡើងថ្លៃខុសប្រក្រតីឬធ្វើការខ្វះខាតការផ្គត់ផ្គង់និងទី2ពាក់ព័ន្ធនឹងបញ្ហាជីកសិកម្មក្រសួងបានជួបប្រជុំវាយតម្លៃជាមួយក្រុមហ៊ុននាំចូលនិងចែកចាយជីកសិកម្មធំមួយចំនួនដែលដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រីនឹងបានវាយតម្លៃបឋមថាកម្ពុជាមិនបញ្ហាខ្វះខាតជីកសិកម្មទេជាពិសេសសម្រាប់ប្រភេទជីអ៊ុយរ៉េដែលរងផលប៉ះពាល់ខ្លាំងជាងគេដែលអាចនឹងប្រឈមនឹងការកើនឡើងថ្លៃបណ្ដាលមកពីសម្ពាធទីផ្សារសកលក្រសួងក៏បានទទូចស្នើសុំឲ្យក្រសួងរក្សាតម្លៃក្នុងកម្រិតមធ្យម
មួយដែលអាចទទួលយកបានសម្រាប់បងប្អូនប្រជាកសិករនាពេលរដូវដាំខាងមុខនេះ យើងមិនទាន់ទៅដល់ឆ្ងាយពីខេត្តពោធិ៍សាត់ទេពោធិ៍សាត់នគរបាលខេត្តពោធិ៍សាត់បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំហើយខាត់ខ្លួនបានជនសង្ស័យរហូតដល់ទៅ3នាក់ហើយដកហូតបាននៅថ្នាំញៀនជាង1គីឡូក្រាមឯណោះបាទអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងលោកឧត្តមសេនីយ៍តូសថេងបាទស្នងការនគរបាលខេត្តពោធិ៍សាត់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាបន្តបន្ទាប់កាលពីថ្ងៃទី13ថ្ងៃខែមីនាឆ្នាំ2026ក្រោមការដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ឯកែវសារីអធិការនគរបាលក្រុងពោធិ៍សាត់និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តកម្លាំងចម្រុះបានចុះបង្ក្រាបចំនួន3គោលដៅផ្សេងគ្នាគោលដៅទី1ភូមិស្ពានថ្មសង្កាត់រលៀបខាត់ខ្លួនបានជនសង្ស័យឈ្មោះហមផារិតអាយុ46ឆ្នាំដកហូតបានថ្នាំញៀនមួយកញ្ចប់បាទទូរស័ព្ទមួយគ្រឿងតាមចម្លើយសារភាពជននេះគឺទិញគ្រឿងញៀនពីឈ្មោះថាតុបាទនិងឈ្មោះថាញ៉ាគោលដៅទី2នៅភូមិមន់ចែសង្កាត់ប្រញីខាត់ខ្លួនបានជនសង្ស័យឈ្មោះបុត្របញ្ញាបាទអាយុហ្នឹងគឺ36ឆ្នាំ39ឆ្នាំគាត់បានគ្រឿងញៀនមួយកញ្ចប់ទូរស័ព្ទមួយគ្រឿងស្គូពីមួយគ្រឿងបាទម៉ូតូគោលដៅទី3បាទនៅក្បាលហុងភូមិក្បាលហុងសង្កាត់បន្ទាយដីគាត់ខ្លួនបានជនសង្ស័យឈ្មោះបុត្រសសេនាហៅតុអាយុហ្នឹងគឺ37ឆ្នាំនៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតគ្រឿងញៀនចំនួន8កញ្ចប់ធំដែលមានទម្ងន់សរុបដល់ទៅ1,155.60 ក្រាមបាទគិតទៅស្មើជាង1គីឡូបាទហើយរួមជាមួយនឹងជីងថ្លឹងនិងឧបករណ៍សេពមួយចំនួនទៀតវត្ថុតាងសរុបដែលដកហូតបានរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនសរុបជាង1.15គីឡូក្រាមបាទទូរស័ព្ទដៃ3គ្រឿងម៉ូតូ1គ្រឿងចិញ្ចៀងថ្លឹងគ្រឿងញៀននិងឧបករណ៍ប្រើប្រាស់មួយកំភ្លេជនសង្ស័យទាំង3នេះសុទ្ធតែមានលទ្ធផលតេស្តទឹកនោមវិជ្ជមានបាទគឺបូកបានថាមានហើយតាមការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនទាំងនេះជារបស់ខ្លួននិងបពុម្នាក់ទៀតឈ្មោះថាអែមកុសលដែលកំពុងតែរត់គេចខ្លួនបច្ចុប្បន្ននេះជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងខេត្តចាត់ការទៅតាមនីតិវិធីខណៈដែលសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់បពុដែលនៅសេសសល់បន្តទៀតបាទអញ្ចឹងយើងឃើញថានៅក្នុងរយៈពេលចុងក្រោយនេះក្រុងពោធិ៍សាត់បាទបាននឹងកំពុងតែបង្ក្រាបបាននៅបទល្មើសជាបន្តបន្ទាប់នៅក្រោមកិច្ចចង្អុលការរបស់អាដាមអភិបាលខេត្តនិងអនុវត្តដោយនគរបាលក្រុងពោធិ៍សាត់ដែលមានដូចជាលោកឧត្តមសេនីយ៍តូសថេងបាទស្នងការនគរបាលខេត្តពោធិ៍សាត់បាទដូចជាលោកវរៈសេនីយ៍ឯកែវសេរីបាទអធិការនគរបាលក្រុងពោធិ៍សាត់ជាដើមលោកតែងតែចុះជាប់ជាប្រចាំក្នុងការបង្ក្រាបបាននៅបទល្មើសផ្សេងជាពិសេសករណីគ្រឿងញៀនតែម្ដងហើយហេតុអីបានយើងខ្ញុំថ្ងៃនេះលើកយកនៅករណីគ្រឿងញៀននេះដើម្បីជម្រាបជូនបងប្អូនអ្នកស្ដាប់របស់យើងក៏ដូចជាទូទាំងទស្សនិកជនមែនទែនទៅនៅក្នុងប្រព័ន្ធ Telegram របស់ស្នងការនគរបាលខេត្តមានព័ត៌មានពាក់ព័ន្ធជាមួយនឹងការបង្ក្រាបរាល់ថ្ងៃបាទបង្ក្រាបរាល់ថ្ងៃហើយកុំឲ្យបងប្អូនយើងលោកស្ដាប់តែព័ត៌មានសន្តិសុខហើយឆ្ងល់ថាហេតុអីហើយក្នុងខេត្តពោធិ៍សាត់យើងមិនមានទេឬយ៉ាងម៉េចបើនៅតែមានដោយសារតែសមត្ថកិច្ចលោកនៅតែបង្ក្រាបដូចភ្លៀងរលឹមអញ្ចឹងគាត់ថាដើម្បីដាស់ស្មារតីបងប្អូនអំពុំប្រជាពលរដ្ឋយើងដែលមានកូនបុត្រធីតាបាទតាមដានណែនាំព្រាងបដៅកុំឲ្យពួកគាត់ធ្លោយខ្លួនផុងនៅក្នុងលបែងនៃគ្រឿងញៀននេះបាទមែនតើទៅនៅតែកើតមានអញ្ចឹងបាទបើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំដូចភ្លៀងរលឹមបើការអន្តរាគមផ្សេងបាទប៉ុន្តែវានៅតែឆ្លៀតមាននៅបុគ្គលមួយចំនួនទូចនៅតែបន្តប្រើប្រាស់បន្តចែកចាយប៉ុន្តែត្រូវចាំថានៅតែបន្តចែកចាយសមត្ថកិច្ចយើងនៅតែចាប់បានអញ្ចឹងបាទណាអានេះគឺជាសមិទ្ធផលមួយដែលយើងបង្ក្រាបបានជាហូរហែហើយក៏អរគុណមែនទែនចំពោះការខិតខំប្រឹងប្រែងរបស់នគរបាលរបស់យើងគ្រប់ទាំងអស់បាទដើម្បីដែលកន្លងមកតែងតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាបង្ក្រាបបានតាន់ពេលវេលាពីព្រោះករណីគ្រឿងញៀននេះបើយើងស្ដាប់តែមួយជ្រុងទៅគិតថាវាប៉ះពាល់តែអ្នកប្រើខ្លួនឯងទេក៏ប៉ុន្តែបើគិតឲ្យបានវែងឆ្ងាយបន្តិចបាទវែងឆ្ងាយបន្តិច
វាប៉ះពាល់ច្រើនបាទបន្ទាប់ពីការប្រើប្រាស់គ្រឿងញៀនអស់លុយប្រើប្រាស់គ្រឿងញៀនបែកគំនិតទៅមានគំនិតលួចឆក់ប្លន់ហឹង្សាឪពុកម្ដាយបាទសុំលុយទិញគ្រឿងញៀនប្រើមិនបានឬក៏អំពើផ្សេងដែលកើតមាននៅក្នុងសង្គមអញ្ចឹងយើងបង្ក្រាបប្រភពនៃបញ្ហានឹងហើយបាទបញ្ហាផ្សេងវានឹងមានការកាត់បន្ថយហើយបាទនេះជាចក្ខុវិស័យដែលសមត្ថកិច្ចយើងលោកប្រឹងប្រែងរាល់ថ្ងៃនេះបាទអញ្ចឹងជូនប៉ុណ្ណឹងចាអរគុណច្រើនលោកកំលីនយើងងាកមកក្រសួងពាណិជ្ជកម្មវិញម្ដងចាបានរកឃើញថានៅសល់តែស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈជាង400ទីតាំងប៉ុណ្ណោះនៅបន្តបិទឬផ្អាកប្រតិបត្តិការអាជីវកម្មដោយសារភាពយឺតយ៉ាវនិងការមកដល់នៃស្តុកថ្មីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី14ខែមីនាឆ្នាំ2026បានចេញសេចក្តីណែនាំស្តីពីការធានាប្រក្តីភាពនៃការផ្គត់ផ្គង់ទិញលក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការចាំបាច់ក្រសួងពាណិជ្ជកម្មសូមថ្លែងអំណរគុណចំពោះស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈដែលបានសហការនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីណែនាំលេខ0800ពណវអវអែចុះថ្ងៃទី9ខែមីនាឆ្នាំ2026ស្តីពីការពង្រឹងអនុលោមភាពក្នុងការទិញលក់ប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ៍និងដេប៉ូទន្ទឹមនឹងនេះក៏សូមថ្លែងអំណរគុណដល់កិច្ចសហការល្អរវាងក្រមការងារចម្រុះរបស់មន្ទីររ៉ែនិងធម្មពលមន្ទីរពាណិជ្ជកម្មសាខាកបបនិងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធដែលបានចូលរួមត្រួតពិនិត្យវាយតម្លៃផ្ទៀងផ្ទាត់អនុលោមភាពដើម្បីធានាឲ្យមានតម្លាភាពនិងស្តុកប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់នាពេលកន្លងមកក្រមការងារចម្រុះបានពិនិត្យបូកសរុបនិងផ្ទៀងផ្ទាត់ឃើញថាមានស្ថានីយ៍ដេប៉ូប្រេងឥន្ធនៈជាង200ទីតាំងដែលបានបិទឬផ្អាកប្រតិបត្តិការដោយមិនទាន់បានវាយតម្លៃអនុលោមភាពពីអង្គភាពមានសមត្ថកិច្ចក្រោយពីក្រមការងារចម្រុះបានចុះត្រួតពិនិត្យនិងវាយតម្លៃជាក់ស្ដែងដល់ទីតាំងក្រោមកិច្ចសហការពីម្ចាស់ស្ថានីយ៍និងដេប៉ូបានរកឃើញថានៅសល់តែស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈជាង400ទីតាំងប៉ុណ្ណោះនៅបន្តបិទឬក៏ផ្អាកប្រតិបត្តិការអាជីវកម្មដោយសារភាពយឺតយ៉ាវនៃការមកដល់នៃស្តុកថ្មីហើយក្រៅពីនោះបានបើកដំណើរការឡើងវិញជាបន្តបន្ទាប់គឺត្រឹមថ្ងៃទី13ខែមីនាឆ្នាំ2026ក្នុងនិន្នាការនេះដើម្បីបន្តធានាដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឲ្យមានប្រសិទ្ធភាពនិងការចែកចាយប្រកបដោយសមធម៌ក្រសួងពាណិជ្ជកម្មសូមណែនាំអំពីការផ្គត់ផ្គង់ទិញលក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការចាំបាច់ដោយការទទួលខុសត្រូវខ្ពស់ដោយខាងក្រោម1ចំពោះស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈសូមចូលរួមសហការដោយធ្វើការជូនដំណឹងដល់ក្រសួងរ៉ែនិងធម្មពលនិងឬក្រសួងពាណិជ្ជកម្មនិងឬមន្ទីររ៉ែធម្មពលឬមន្ទីរពាណិជ្ជកម្មឬតាមរយៈប្រព័ន្ធទំនាក់ទំនងខាងក្រោមអំពីបញ្ហាប្រឈមនិងការលំបាកនានាក្នុងការទទួលបាននៅប្រភពប្រេងឥន្ធនៈដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចអាចជួយសម្របសម្រួលនិងដោះស្រាយការផ្គត់ផ្គង់បានទាន់ពេលវេលាត្រូវធានាសុវត្ថិភាពដល់អតិថិជនពេលចាក់លក់ផ្ទាល់ពីដៃចំពួយបាញ់ប្រេងនៅក្នុងមធ្យោបាយផ្ទុកប៊ីតុងកាននិងត្រូវជៀសវាងការចាក់បំពេញប្រេងឥន្ធនៈក្នុងមធ្យោបាយផ្ទុកប៊ីតុងក្នុងកានស្តុកទុកជាមនុស្សសម្រាប់លក់ជាមុនសម្រាប់លក់និងដែលជាហេតុបង្កហានិភ័យខ្ពស់អាចធ្វើឲ្យឆាបឆេះនិងប៉ះពាល់ដល់បរិមាណគុណភាពប្រេងឥន្ធនៈស្ថានីយ៍និងដេប៉ូត្រូវផ្គត់ផ្គង់ប្រេងឥន្ធនៈតាមបរិមាណបញ្ជាក់លើការចេញដោយក្រុមហ៊ុនដែលអ្នកប្រើប្រាស់មានស្រាប់
2ចំពោះអតិថិជនជាប្រជាពលរដ្ឋក្នុងសហគមន៍ឬកសិដ្ឋានដែលមានតម្រូវការពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មនិងភស្តុភារកម្មសូមចូលរួមសហការដោយធ្វើការជូនដំណឹងទាន់ពេលវេលាអំពីកង្វះខាតនិងតម្រូវការចាំបាច់របស់ខ្លួនទៅកាន់អាជ្ញាធរមូលដ្ឋានជាពិសេសមន្ត្រីកសិកម្មឃុំនិងឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតឬមកក្រសួងដើម្បីអាចទទួលបានការវាយតម្លៃនិងសម្របសម្រួលរកប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈស្របតាមតម្រូវការចាំបាច់ជាក់ស្ដែងទាំងនោះសូមប្រើប្រាស់មធ្យោបាយផ្ទុកប៊ីដុងកានក្នុងកម្រិតចំណុះដែលមានសុវត្ថិភាពនិងធានាការពារកុំឲ្យមានហានិភ័យឆាបឆេះធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិឬអាយុជីវិតផ្ទាល់ខ្លួននិងការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានសូមចូលរួមសហការតាមរយៈការសន្សំសំចៃនិងការប្រើប្រាស់ប្រេងឥន្ធនៈចំពោះតែសកម្មភាពដែលបម្រើតម្រូវការចម្បងក្នុងការរក្សាដំណើរការចាំបាច់នៃសេដ្ឋកិច្ចពាណិជ្ជកម្មមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់នឹងការប្រកួតប្រជែងនៃក្រសួងពាណិជ្ជកម្មមន្ទីរពាណិជ្ជកម្មមន្ទីររ៉ែនិងធម្មពលនិងអាជ្ញាធរមានសមត្ថកិច្ចតាមបណ្ដារាជធានីខេត្តនិងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំដើម្បីធានាបាននុលោមភាពនៃការគ្រប់គ្រងការទិញលក់ប្រេងឥន្ធនៈតាមស្ថានីយ៍និងដេប៉ូរួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខលខូចណាដែលកេងប្រវ័ញ្ចនិងឆ្លៀតឱកាសដំឡើងថ្លៃដែលបង្កផលប៉ះពាល់ដល់សាធារណៈសេចក្តីជូនដំណឹងណែនាំខាងលើក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈម្ចាស់ស្ថានីយ៍ដេប៉ូនិងប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាននិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លោកស្រីអ្នកនាងកញ្ញាប្រិមត្តទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីមុននឹងកម្មវិធីបន្តជម្រាបជូនអត្ថបទព័ត៌មានបន្តទៀតនាទីយើងខ្ញុំសូមអនុញ្ញាតសម្រាប់មួយផ្លែសិនសម្រាប់វគ្គក្រោយយើងនឹងវិលត្រឡប់មកជួបគ្នាសាជាថ្មីជាបន្តប្រើអ្វីក៏មិនបាត់ពិបាកចិត្តខ្លាំងណាស់ព្រោះក្លិនមាត់របស់ខ្ញុំវាធំក្លិនអាក្រក់ពេកមិនខ្ញុំចិញ្ចៀមរាល់លើកពេលញ៉ាំផ្លែឈើក៏មានចិញ្ចៀមមកដែរចាញ់ថ្មីរបស់ខ្ញុំហើយលាកលាត់អស់ហើយថ្មីក៏ខូចដោះថ្មីកើតទេពិបាកខ្លាំងណាស់ខ្ញុំខូចថ្មីអស់ហើយទៅស៊ីផងឈឺថ្មីផងហើយថ្មីក៏ពុកទៀតតើមានអ្វីអាចជួយខ្ញុំបានថ្មិញរបស់ខ្ញុំវាអង្គើអស់ទៅហើយចង់ញ៉ាំរបស់អ្វីរឹងមិនបានសោះអូយគួរឲ្យស្ដាយមែនកុំភ័យកុំព្រួយកុំបារម្ភខ្ញុំអាចជួយអ្នកបានខ្ញុំពិតជាមានប្រសិទ្ធភាពចំពោះផាសុកភាពមាត់ធ្មេញធានាបានល្អដល់ទៅ 100% ខ្ញុំគឺថ្នាំដុសធ្មេញជប៉ុន HBO បណ្ឌិតសេដ្ឋីសម្រាប់ទីតាំងហាងហេងបូរ៉ាបណ្ឌិតសេដ្ឋីប្រចាំខេត្តពោធិ៍សាត់ស្ថិតនៅខាងលិចផ្សារថ្មីប្រហែល100ម៉ែត្រនៅនឹងកែងបត់ទៅវត្តពីលញែកតែម្ដងឬទំនាក់ទំនងលេខទូរស័ព្ទមកក្រុមហ៊ុនគឺ012 77 43 43 012 20 25 00 011 20 25 00 015 20 25 00 012 58 0807 012 65 21 21និង016 77 43 43លេខទូរស័ព្ទនេះមាននៅលើប៉ាយហាងហេងបូរ៉ាបណ្ឌិតសេដ្ឋីយើងទាំងអស់គ្នាជ្រើសរើសថ្នាំដុសធ្មេញជប៉ុន HBO បណ្ឌិតសេដ្ឋីថ្នាំដុសធ្មេញលេខ1ទទួលបាន ISO 9001 2008ដែលមានគុណភាពល្អត្រឹមត្រូវពិតប្រាកដមែន
ប្រេងរិតសណ្តែកផ្កាយគឺជាប្រេងរិតដែលមានប្រសិទ្ធភាពខ្ពស់លើសប្រេងធម្មតាពុកម៉ែបងប្អូនលោកតាលោកយាយលែងមានបញ្ហាទៀតហើយជាមួយនឹងជំងឺដូចជាចាខ្ញុំសុខសប្បាយខ្ញុំនៅភូមិធាហើយដូចណាខ្ញុំបាននេះរត់បណ្ដៃផ្កាយហ្នឹងក្រុមហ៊ុនហ្នឹងវាល្អមែនខ្ញុំលាបទៅត្រូវខ្ញុំឈឺស្លាក់ដៃស្លាក់ជើងចូលចុងទាំងហើមដល់ទាំងហើមមកចង់វាហើមពោះហើយខ្ញុំឈឺកករួយករួយអីនេះខ្ញុំលាបប្រេងសណ្ដែកផ្កាយហ្នឹងវាត្រូវបងប្អូនទិញដូចខ្ញុំទៅប្រើដូចខ្ញុំទៅល្អណាស់ខ្ញុំធ្វើសង្ឃឹមខ្ញុំនៅខេត្តកោះកុងខ្ញុំឈឺដៃចំណាខ្ញុំលោកអត់ព្រួយលោកធ្វើប្រហែល3ឆ្នាំហើយលោកអីអត់ព្រួយខ្ញុំចេះឈឺខ្ញុំទៅតែក៏ឈឺដែរបានខ្ញុំទិញប្រេងសណ្ដែកផ្កាយចក្រែខ្ញុំលាបកញ្ចក់កក៏ខ្ញុំលាបមកក៏ខ្ញុំលាបកលាក់ដៃកលាក់ជើងខ្ញុំលាបដល់ហើយឥឡូវបាត់សូមផ្ដាំផ្ញើបងប្អូនឈឺចុកចាប់ដូចខ្ញុំអីហ្នឹងប្រើប្រេងរត់សណ្ដែកផ្កាយទៅมันខុសបំណងទេបាទខ្ញុំឈាមខ្ញុំនៅភូមិដំបូកពោះស្រុកគោជ័យខេត្តកពតពីមុនមកវាមានអាការៈចុកចាប់តាមរាងកាយតាមសន្លាក់សាច់ដុំដៃខ្ញុំស្ដាប់អត់កើតផងណាចង្កេះឲ្យឈឺពេញខ្លួនប្រាណសំខាន់ឈឺតាណាខ្ញុំលាបតាណាចង្កេះអីហ្នឹងក៏វាបាត់ឈឺខ្សែដៃហ្នឹងក៏វាច្រកហើមជើងហ្នឹងក៏វាច្រកហើមបងប្អូនទូទាំងប្រទេសកម្ពុជាយើងហ្នឹងជឿជាក់ទៅលើប្រេងរិទ្ធបញ្ញាអន្ត្រីមៀងទៅអត់ខុសបំណងទេបងប្អូនខ្ញុំពោះសុខានៅភូមិគ្រួរៀបខេត្តជាមិនដំបងល្មើសដៃល្មើសខ្លួននេះទាំងអស់ខ្ញុំអីអូយអែថ្មអែលឹងដាច់ឈាមដល់ពេលលាបប្រេងរិទ្ធស្បែកផ្កាយយីផ្កាយមែនតែមិនយកទេព្រឹកឡើងឈាមបាត់អស់លេងតែឲ្យមួយទៀតប្រទាលស្អាតខ្ញុំចេញប្រទាលស្អាតរៀងកទួយខ្ញុំលាបបាត់ទាំងអស់គ្នាល្មើសគ្នាណៃមានបងប្អូនពូមីងអ៊ំយាយតាណាក៏ដោយដែលគាត់បានឈឺល្មើសនេះក៏ឈឺតែកែឈឺខ្នងឬដងបាតប្រេងរិទ្ធស្បែកផ្កាយគឺជា 100% សូមបញ្ជាក់ថាប្រេងរិទ្ធសណ្តែកផ្កាយយើងខ្ញុំមានរូបផ្លែសណ្ដែកផ្កាយមួយទងនិងមានរូបឥន្ទ្រីមាសនៅក្បាលប្រអប់មួយខ្លង 30000 រៀលហើយសូមពិនិត្យឲ្យបានច្បាស់ប្រយ័ត្នប៉ះផលិតផលខុសក្រុមហ៊ុនយើងខ្ញុំមិនទទួលខុសត្រូវឡើយសូមតាក់ទងតាមទូរស័ព្ទលេខ086 ចាអរគុណបន្ទាប់ពីជួបជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីនៃវគ្គទី1អញ្ចឹងវគ្គទី2មិនខុសពីវគ្គទី1ទេចាអញ្ចឹងព្រឹត្តិការណ៍ព័ត៌មានដ៏សំខាន់សម្រាប់ពេលនេះនាងខ្ញុំនឹងជម្រាបជូនរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការនៅរាល់សកម្មភាពទាំងឡាយដែលកងកម្លាំងថៃបំពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាអាដាមប៉ែនបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តស្ថានភាពព្រំដែនកម្ពុជាថៃនិងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើងនៅថ្ងៃសៅរ៍11រោចខែផល្គុនឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី14ខែមីនាឆ្នាំ2026នៅទីស្តីការគណៈរដ្ឋមន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលសម្រាប់ថ្ងៃទី14ខែមីនាឆ្នាំ2006ថាកម្ពុជាបានតវ៉ាជាផ្លូវការនិងជាថ្មីម្ដងទៀតកាលពីថ្ងៃទី13ខែមីនាឆ្នាំ2026ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃដែលបានរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានៅទីតាំងមួយចំនួនតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរជាក់ស្ដែងចន្លោះថ្ងៃទី23និងថ្ងៃទី25ខែកុម្ភៈឆ្នាំ2026បុគ្គលិកយោធានិងជនស៊ីវិលថៃបានសាងសង់និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហាររួមទាំងបានសាងសង់ប៉ុស្តិ៍យាមនិងផ្លូវឆ្ពោះ
ទៅកាន់វត្តកែវសិក្ខាគិរីស្វរៈសកម្មភាពទាំងនេះបានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ1962និងឆ្នាំ2013ដែលបានបញ្ជាក់ថាប្រាសាទព្រះវិហារនិងពយភ្នំប្រាសាទព្រះវិហារទាំងមូលស្ថិតក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា កងកម្លាំងប្រដាប់អាវុធនិងព្រះសង្ឃថៃក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយព្រះអង្គនៅតំបន់បោះស្បូវជាំតែស្រុកជាំសានខេត្តព្រះវិហារបើទោះជាមានដំណើរម្ដងហើយមានសំណើម្ដងហើយម្ដងទៀតពីភាគីកម្ពុជាឲ្យបញ្ឈប់ការងារសាងសង់ដែលបានចាប់ផ្ដើមនៅថ្ងៃទី7ខែមីនាឆ្នាំ2026ក៏ដោយលើសពីនេះកងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របីរួមទាំងផ្លូវបេតុងជណ្ដើរដែកនិងរូបព្រះពុទ្ធបដិមាក្នុងបំណងបង្កើតជាតំបន់ទេសចរនិងទីតាំងយោធាសកម្មភាពខុសច្បាប់ស្រដៀងគ្នានេះក៏បានកើតឡើងនៅតំបន់ជប់អង្កាញ់និងដើមត្រាងខេត្តឧត្តរមានជ័យដែលនៅទីនោះកងកម្លាំងថៃបានដំឡើងទង់ជាតិនិងសាងសង់ផ្លូវបេតុងសកម្មភាពដែលរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះគឺផ្ទុយនឹងមាត្រា5នៃអនុសារណៈយោគយល់គ្នាឆ្នាំ2000ស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកដែលហាមឃាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យមានការប្រែប្រួលរូបរាងឬបរិស្ថាននៃតំបន់ព្រំដែននិងអាចរារាំងដល់ការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC សកម្មភាពទាំងនេះក៏ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ផងដែររាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នៅសកម្មភាពទាំងអស់ខាងលើនិងគោរពឲ្យបានពេញលេញនៅសេចក្តីប្រកាសរួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងទៀតកម្ពុជានៅតែបន្តចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នៅគោលការណ៍ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយកម្លាំងឬដោយស្ថានភាពដែលបង្កើតឡើងជាឯកតោភាគីនោះឡើយអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថារាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការនៅរាល់សកម្មភាពទាំងឡាយដែលកងកម្លាំងថៃបំពេញមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយមិនរំលងសូម្បីតែមួយករណីណាឡើយការតវ៉ានេះគឺជាផុសតាងដែលមានតម្លៃកិត្តិយសដើម្បីបញ្ជាក់ប្រាប់ភាគីថៃថាកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះសកម្មភាពរំលោភបំពានដោយខុសច្បាប់អន្តរជាតិមកលើបូរណភាពទឹកដីកម្ពុជាការតវ៉ានេះក៏ជាកំណត់ត្រាដ៏សំខាន់សម្រាប់សហគមន៍តំបន់និងអន្តរជាតិដើម្បីដឹងឮពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជាដែលមានប្រយោជន៍សម្រាប់ដំណើរឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើយ៉ាងសកម្មអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់និងដាច់ខាតមុនក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធ
នានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកកម្ពុជាទទួលស្គាល់ដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងផងដែរដោយឡែកឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅឥតគិតថ្លៃដល់ប្រជាពលរដ្ឋជិត 4,000 នាក់នៅស្រុកអូរ៉ាល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីនៅថ្ងៃទី 14 ខែមីនាឆ្នាំ 2026 នេះបានចុះពិនិត្យនិងព្យាបាលជំងឺទូទៅដ៏ឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណ 4,000 នាក់នៅក្នុងស្រុកអូម៉ាល់ខេត្តកំពង់ស្ពឺឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺអាដាមហ៊ុនម៉ាណីបានលើកឡើងថាសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្របបណ្ឌិតប៊ុនរនីហ៊ុនសែនលោកតែងតែគិតគូរសុខទុក្ខចំពោះសុខុមាលភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីនិងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្របបណ្ឌិតប៊ុនរនីហ៊ុនសែនតាមរយៈក្រុមការងារសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោជាមួយគ្នានោះអាដាមហ៊ុនម៉ាណីក៏បានលើកឡើងដោយគូបញ្ជាក់ថាគោលបំណងសំខាន់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគឺរួមចំណែកជាមួយស្ថាប័នជាតិជាពិសេសក្រសួងសុខាភិបាលដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋដែលឥតគិតថ្លៃនិងមិនប្រកាន់ជាតិសាសន៍សម្បុរពណ៌សម្បុរឬនិន្នាការនយោបាយឡើយរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈសកម្មភាពផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រគ្រប់ទីកន្លែងជាពិសេសតាមទីជនបទដាច់ស្រយាលនានាជានេះបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាលក៏ដូចជាផ្ដល់ជូនបងប្អូននិស្សិតនិងយុវជនស្ម័គ្រចិត្តដទៃទៀតឲ្យចូលរួមចំណែកបម្រើមុខការងាររបស់មនុស្សធម៌ក្នុងសង្គមឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីក៏បានបញ្ជាក់ផងដែរថាការចុះពិនិត្យព្យាបាលឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ 600 នាក់នេះមកពីបណ្ដាមន្ទីរពេទ្យល្បីក្នុងរាជធានីភ្នំពេញនិងសិស្សនិស្សិតពេទ្យស្ម័គ្រចិត្តដែលបាននឹងកំពុងសិក្សាវិជ្ជាជីវៈគ្រូពេទ្យឯកឧត្តមជាមច័ន្ទសុភ័ណ្ឌអភិបាលខេត្តកំពង់ស្ពឺបានចាត់ទុកសកម្មភាពនេះគឺពិតជាបានជួយកាត់បន្ថយនៅភាពក្រីក្រនិងការចំណាយរបស់ប្រជាពលរដ្ឋបានមួយកម្រិតអាដាមថាគិតមកទល់ពេលនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អាដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបានចុះពិនិត្យនិងព្យាបាលដល់ពលរដ្ឋក្នុងខេត្តនេះជាង 1 លាននាក់រួចមកហើយដែលចំណាយលើការពិនិត្យព្យាបាលប្រមាណជាង $3 លានបើដល់ហើយយើងមកតាមដាននៅរឿងរ៉ាវកំពុងផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញទំនាក់ទំនងសង្គមមុននឹងបញ្ចប់កម្មវិធីព្រឹត្តិការណ៍ព័ត៌មាននៅព្រឹកនេះរឿងស្បៃបងប្អូនប្រហែលជាបានតាមដានដែរមួយចំនួនអ្នកផលិតមាតិកាវប្បធម៌ស្នើឲ្យបើរួមគ្នាបង្ហាញភាពថ្លៃថ្នូរផ្អែកលើប្រវត្តិសាស្ត្រជាជាងតបតដោយមិនសមរម្យស្របពេលដែលសំណើនៃការដាក់បញ្ចូលពិធីមង្គលការខ្មែរទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់ UNESCO កំពុងក្លាយជាប្រធានបទក្តៅលើបណ្ដាញសង្គមថៃសាធារណជននិងអ្នកផលិតមាតិកាផ្នែកវប្បធម៌ខ្មែរបានអំពាវនាវឲ្យពលរដ្ឋខ្មែររក្សាចិត្តត្រជាក់និងបង្ហាញភាពថ្លៃថ្នូរវប្បធម៌តាមរយៈការផ្សព្វផ្សាយរូបភាពសម្លៀកបំពាក់ប្រពៃណីខ្មែរដែលមានលក្ខណៈត្រឹមត្រូវទៅតាមក្បួនខ្នាតជាជាងឆ្លើយតបដោយពាក្យសម្ដីមិនសមរម្យការបង្ហាញវប្បធម៌ខ្មែរដោយភាពថ្លៃថ្នូរនិងផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រគឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការពង្រឹងអត្តសញ្ញាណជាតិនិងបង្ហាញវប្បធម៌ខ្មែរលើឆាកអន្តរជាតិគណៈស្មារតីនៃការបំផុសនេះគឺបាននឹងកំពុងទទួលបានការឯកភាពចូលរួមពីសំណាក់សាធារណជនតាមរយៈការផ្សព្វផ្សាយឈុតមង្គលការខ្មែរផងដែរបាទ
អញ្ចឹងខ្ញុំជូនខ្លីប៉ុណ្ណឹងមែនតើអត្ថបទនៅវែងទៀតដោយសារតែអញ្ចេះមានការជំរុញចម្រាស់លើបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងប្រពៃណីខ្មែររបស់យើងដែលភាគីថៃនោះគេថាយើងចម្លងបាទអំពីការប្រើប្រាស់ស្បៃបាទប្រើប្រាស់ស្បៃរហូតដល់មានការជជែកវែកញែកអីជាច្រើនលើបណ្ដាញសង្គមអញ្ចឹងក្រសួងពាក់ព័ន្ធបានធ្វើការបង្ហោះហើយយើងឆ្លើយតបទៅតាមពីសំរុំផុសតាងជាក់ស្ដែងអ្វីដែលយើងបានប្រើព្រោះស្បៃនេះយើងឃើញហើយថាយើងប្រើតាំងពីដូនតាមកមានបថោងតោងស្បៃស្រាប់ជាប្រវត្តិសាស្ត្របាទស្ដែងណារបស់ខ្មែរយើងអញ្ចឹងយើងមិនទៅឆ្លើយតបតាមរយៈជេរប្រមាថអីដូចគេទេបាទយើងឆ្លើយតបតាមរយៈផុសតាងនិងជាក់ស្ដែងអរគុណដោយសារពេលវេលាយើងខ្លីហើយអញ្ចឹងមុននឹងបញ្ចប់ខ្ញុំបាទសូមអនុញ្ញាតជំរាបជូននៅការព្យាករណ៍អាកាសធាតុសម្រាប់ថ្ងៃនេះក្នុងខេត្តពោធិ៍សាត់ព្រឹកនេះមេឃពពកមធ្យមបាទសីតុណ្ហភាពអបបរិមា21អង្សាសេបាទអតិបរិមា32អង្សាសេពេលរសៀលមេឃក៏ដូចគ្នាពពកមធ្យមសីតុណ្ហភាពអបបរិមា21អង្សាសេអតិបរិមា32អង្សាសេនៅពេលយប់ឯនោះវិញមេឃបាទពពកមធ្យមសីតុណ្ហភាពអបបរិមា20អង្សាសេអតិបរិមា31អង្សាសេដោយសាររយៈពេល2ម៉ោងនៅក្នុងកម្មវិធីបានដល់ទីបញ្ចប់ចុងក្រោយវត្តមានយើងខ្ញុំទាំង3រូបក៏សូមគោរពអធ្យាស្រ័យអភ័យទោសរកកំហុសឆ្គងកម្លាំងដែលចែកឋានៈជួបគ្នាថ្ងៃស្អែកតាមពេលវេលានឹងម៉ោងដដែលខណៈនេះនេតិព្រឹត្តិការណ៍ព័ត៌មានពេលព្រឹកមានវត្តមានយើងខ្ញុំទាំង3រូបនិងក្រុមការងារទាំងអស់ក្នុងបន្ទប់ផ្សាយសូមអរគុណនិងសូមគោរពលា